សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយអំពីចំណាត់ថ្នាក់នៃនីតិហេតុអ្វីយើងចាំបាច់សិក្សាក្នុងការបែងចែកនីតិព្រោះយើងចង់ដឹងអំពីប្រភេទនិងឋានានុក្រមរបស់នីតិហើយនីតិត្រូវបានគេបែងចែកជាពីរធំគឺនីតិជាតិនិងនីតិអន្តរជាតិទី1នីតិជាតិយើងដឹងហើយថានៅក្នុងរដ្ឋនីមួយៗមានច្បាប់របស់ខ្លួនដែលគេហៅថានីតិជាតិពីព្រោះជាច្បាប់ដែលត្រូវបានបង្កើតឡើងដោយអង្គការនីតិបញ្ញត្តិរបស់ខ្លួនសម្រាប់អនុវត្តនៅក្នុងដែនដីរបស់ខ្លួនឬសម្រាប់គ្រប់គ្រងទំនាក់ទំនងសង្គមមនុស្សនៃរដ្ឋនោះហើយនីតិជាតិត្រូវបានគេបែងចែកជាពីរប្រភេទធំៗគឺនីតិជាតិសាធារណៈនិងនីតិជាតិឯកជននីតិជាតិសាធារណៈជាវិធានគតិយុត្តទាំងឡាយរបស់រដ្ឋមួយដែលបានកំណត់អំពីការរៀបចំនិងការគ្រប់គ្រងទំនាក់ទំនងនៃស្ថាប័នរដ្ឋអង្គការរដ្ឋវិជារះនៅក្នុងក្របខ័ណ្ឌសាធារណៈនីតិជាតិសាធារណៈមានដូចជានីតិរដ្ឋធម្មនុញ្ញនីតិរដ្ឋបាលនីតិហិរញ្ញវត្ថុនីតិព្រហ្មទណ្ឌចំណែកឯនីតិជាតិឯកជនជាសំណុំវិធានគតិយុត្តនៃរដ្ឋមួយដែលកំណត់ទៅលើការគ្រប់គ្រងទំនាក់ទំនងរវាងបុគ្គលឯកជននិងឯកជននីតិឯកជនមានដូចជានីតិរដ្ឋប្បវេណីនីតិពាណិជ្ជកម្មនីតិការងារនីតិនិរភ័យសង្គមទី2និយាយអំពីនីតិអន្តរជាតិនៅក្នុងពិភពលោកត្រូវបានគេបែងចែកចេញជាច្រើនរដ្ឋនីមួយៗធ្វើការទំនាក់ទំនងគ្នាតាមរយៈរដ្ឋខ្លួនឯងផ្ទាល់ឬតាមរយៈបុគ្គលនៃរដ្ឋមួយនិងបុគ្គលនៃរដ្ឋមួយទៀតទំនាក់ទំនងនេះគេហៅថាទំនាក់ទំនងអន្តរជាតិដែលមានធាតុបរទេសចូលរួមហើយកំណត់ដោយច្បាប់មួយសម្រាប់គ្រប់គ្រងទំនាក់ទំនងនេះគេហៅថានីតិអន្តរជាតិនីតិអន្តរជាតិត្រូវបានគេបែងចែកជាពីរគឺនីតិអន្តរជាតិសាធារណៈនិងនីតិអន្តរជាតិឯកជននីតិអន្តរជាតិសាធារណៈនេះគឺជាបណ្ដុំច្បាប់សម្រាប់គ្រប់គ្រងនៅទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនិងអង្គការអន្តរជាតិដទៃទៀតនីតិនេះមានប្រភពត្រឹមត្រូវគឺដូចជាសន្ធិសញ្ញាអនុសញ្ញាទំនៀមទម្លាប់និងគោលការណ៍ច្បាប់ធំៗដែលប្រទេសអភិវឌ្ឍទទួលស្គាល់និងគោរពទំនាក់ទំនងការទូតណាតាមរយៈទំនាក់ទំនងការទូតហ្នឹងនីតិអន្តរជាតិសាធារណៈនឹងជួលលើគោលការណ៍កុងស៊ុលគឺជាគោលការណ៍នៃការអនុម័តយល់ព្រមដោយឯកច្ឆន្ទមានន័យថារដ្ឋទាំងអស់សុខចិត្តស្រុះស្រួលគ្នាក្នុងការបង្កើតទំនាក់ទំនងណារវាងរដ្ឋនិងរដ្ឋនិងសម្រាប់បង្កើតច្បាប់អន្តរជាតិមួយបម្រើផលប្រយោជន៍រួមនៃរដ្ឋទាំងនោះជាពិសេសការទប់ស្កាត់សង្គ្រាមគោលការណ៍នេះក៏បានផ្ដល់សិទ្ធិជំទាស់ដល់រដ្ឋនីមួយៗតែការមិនជំទាស់ណាត្រូវចាត់ទុកថាជាការយល់ព្រមយើងឃើញមានស្ថាប័នអន្តរជាតិដែលមានអំណាចច្រើនដូចជាមហាសន្និបាតអង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងតុលាការអន្តរជាតិជាដើមដែលមានអំណាចសម្រេចនិងដាក់ទណ្ឌកម្មចំពោះប្រទេសដែលរំលោភសិទ្ធិលើច្បាប់អន្តរជាតិសាធារណៈចំណែកឯនីតិអន្តរជាតិឯកជនគឺជាវិធានគតិយុត្តសម្រាប់គ្រប់គ្រងរវាងបុគ្គលឯកជនក្នុងការទំនាក់ទំនងរវាងណា
បុគ្គលឯកជនដែលពាក់ព័ន្ធនឹងបរទេសដែលពាក្យថាបរទេសមួយម៉ាត់នេះមានន័យទូលំទូលាយណាស់ដែលសំដៅទៅលើបុគ្គលឯកជនជាបរទេសនោះឬហេតុឬក៏អំពើទាំងឡាយណាដែលបានកើតក្នុងប្រទេសណាមួយនៅបរទេសឧទាហរណ៍ថាបុរសជនជាតិបារាំងម្នាក់បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីខ្មែរម្នាក់នៅប្រទេសកម្ពុជាសំណួរសួរថាតើប្រើច្បាប់ខ្មែរឬច្បាប់បារាំងមួយទៀតបុរសជនជាតិបារាំងបានរៀបអាពាហ៍ពិពាហ៍ជាមួយនារីជនជាតិជប៉ុនម្នាក់នៅប្រទេសកម្ពុជាតើត្រូវប្រើច្បាប់ខ្មែរច្បាប់បារាំងឬច្បាប់ជប៉ុននេះគឺជាបញ្ហាដែលយើងយកគោលការណ៍ណាកំណត់អំពីសញ្ជាតិដែលត្រូវបានគេបែងចែកចេញជាពីរធំគឺទី1គោលការណ៍ទឹកដីណាទី2គោលការណ៍ដើមកំណើតនេះខ្ញុំគ្រាន់តែជាការលើកឡើងអំពីគោលគំនិតតែអ្វីដែលជាក់ស្ដែងគឺយើងត្រូវទៅមើលនៅច្បាប់បន្ថែមទៀតដើម្បីកាន់តែច្បាស់អញ្ចឹងសូមអរគុណច្រើនបងប្អូនទាំងអស់គ្នា